Hello friend សួស្តីខានជួបគ្នាយូរហើយឡាយចាតែឡាក់ឡាយក៏ថតជាវីដេអូក៏ចង់និយាយថានាងខ្ញុំតាំងពីរឿងបញ្ហាអាចោសៀមវាឈ្លានពានទឹកដីខ្មែរមកធ្វើឲ្យនាងខ្ញុំនឹងគេងមិនលក់ស៊ីមិនបានបញ្ហាធំធេងខ្លាំងជាងឆ្លោះជាមួយប្រុសឆ្លោះជាមួយកូនទៀតហ្នឹងហើយស៊ីមិនបានដេកមិនបានអស់ទាំងសម្រស់ក៏ខកខានដែរឥឡូវហ្នឹងហើយបានដែលគេចរចាត្រូវគ្នាទៅបានខ្ញុំមានអារម្មណ៍ច្រៀងបានអញ្ចឹងបានថាហ្នឹងណាគឺអារម្មណ៍ផ្លូវចិត្តទឹកចិត្តស្នេហាជាតិខ្ញុំជាឈាមខ្មែរទៅបដៅឆ្ងាយយ៉ាងណាក៏ដោយក៏មានទឹកចិត្តជាខ្មែរជួយចាប់អញ្ចឹងបានខ្ញុំហ្នឹងបានចំណាយថវិកានេះខ្ញុំទៅជួយឧបត្ថម្ភនៅស្រុកខ្មែរដែលព្រំដែនកន្លែងភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងហើយថវិកានេះខ្ញុំផ្ទាល់ហើយនឹងមិត្តភ័ក្តិរបស់នាងខ្ញុំខ្លះដែរចាពេលឥឡូវនេះមានអារម្មណ៍ថាចង់ច្រៀងអញ្ចឹងផ្ញើចម្រៀងទាំងអស់ជូនដល់ friend តែមុននឹងច្រៀងនាងខ្ញុំសូមថ្លែងអំណរគុណអរគុណដល់ម្ចាស់ឧបត្ថម្ភធុងបាសគឺលីសាម្ចាស់ហាងកញ្ចក់ Superstar នេះហ្នឹងហើយម្ចាស់ហាង Superstar នេះហើយដែលបានឧបត្ថម្ភដល់នាងខ្ញុំនៅអកេសនៅភ្លេងដ៏សែនពិរោះចាអញ្ចឹងខ្ញុំផ្ញើជូនទៅដល់ម្ចាស់ឧបត្ថម្ភជាពិសេសព្រមទាំងមិត្តភ័ក្តិទាំងអស់លើពិភពលោកស្ដាប់នាងខ្ញុំច្រៀងកំសាន្តគឺខានច្រៀងប្រហែលជា1លានឆ្នាំហើយតាំងពីមានរឿងបញ្ហាអាចោស៊ីមកអញ្ចឹងសូមស្ដាប់ទាំងអស់គ្នាចាបទដ៏សែនកំសត់ដែលខ្ញុំចង់ច្រៀងនៅពេលនេះដែរម្ចាស់ដើមគឺអ្នកនាងអោបសគុណកញ្ញាចាសូមអញ្ជើញស្ដាប់ទាំងអស់គ្នាចារួមរួយសូមកុំប្រកែប្រកាន់បីខានច្រៀងប្រហែលជា1លានឆ្នាំហើយតាំងពីមានបញ្ហាមកជាមួយនឹងអាសៀមរករឿងមកស្រុកខ្មែរ